ជីវប្រវត្តិសង្ខេបរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនសម្ដេចតេជោហ៊ុនសែនបានកើតនៅថ្ងៃទី5ខែសីហាឆ្នាំ1952ចុះបញ្ជីជាផ្លូវការនៅថ្ងៃទី4ខែមេសាឆ្នាំ1951នៅឃុំពីមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសម្ដេចតេជោហ៊ុនសែនបានសិក្សានៅក្នុងស្រុកភូមិហើយនៅក្នុងឆ្នាំ1964បានមករស់នៅក្នុងវត្តឯកវ័ននៃទីក្រុងភ្នំពេញដើម្បីបន្តការសិក្សានៅវិទ្យាល័យអន្តរទេវីនៅឆ្នាំ1970ពេលដែលកម្ពុជាទៅបានរុញច្រានឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនិងដោយឆ្លើយតបចំពោះការអំពាវនាវរបស់សម្ដេចសីហនុនាពេលនោះឲ្យប្រជាជនកម្ពុជាចូលរួមក្នុងសង្គ្រាមប្រឆាំងចក្រពត្តិនិយមនៅក្នុងវ័យ18ឆ្នាំសម្ដេចតេជោហ៊ុនសែនបានចូលរួមជាចលនាតស៊ូដែលក្រោយមកបានរំដោះប្រទេសនៅថ្ងៃទី17ខែមេសាឆ្នាំ1975មួយថ្ងៃមុនជ័យជំនះគឺថ្ងៃទី16ខែមេសាឆ្នាំ1975សម្ដេចតេជោហ៊ុនសែនត្រូវបានរបួសភ្នែកខាងឆ្វេងពេលបានជាសះស្បើយបន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែសម្ដេចតេជោហ៊ុនសែនក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ប៊ុនរ៉ានីសម្ដេចតេជោហ៊ុនសែននិងលោកជំទាវ ប៊ុនរ៉ានីមានកូនទាំងអស់គឺចំនួន6នាក់កូនទី1ឈ្មោះថាហ៊ុនកំសត់កើតនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ1976បានស្លាប់កូនទី2ឈ្មោះថាហ៊ុនម៉ាណែតកើតនៅថ្ងៃទី20ខែតុលាឆ្នាំ1977កូនទី3ឈ្មោះថាហ៊ុនម៉ាណាកើតនៅថ្ងៃទី15កញ្ញាឆ្នាំ1980កូនទី4ឈ្មោះថាហ៊ុនម៉ាណិតកើតនៅថ្ងៃទី17ខែតុលាឆ្នាំ1981និងកូនទី5ឈ្មោះថាហ៊ុនម៉ានីកើតនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ1982និងកូនទី6ឈ្មោះថាហ៊ុនម៉ាលីកើតនៅថ្ងៃទី30ខែធ្នូឆ្នាំ1983អាជីពនិងនយោបាយដោយមើលឃើញពីការប្រឡាយពូជសាសន៍នៃនយោបាយរបស់ប៉ុល ពតនៅក្នុងឆ្នាំ1977សម្ដេចតេជោហ៊ុនសែនបានចាក់ចេញពីគ្រួសារជាទីស្រឡាញ់ម្ដងទៀតដើម្បីដឹកនាំចលនាតស៊ូមួយដែលមានគោលបំណងរំដោះប្រទេសកម្ពុជានិងប្រជាជនចេញពីរបបប្រឡាយពូជសាសន៍នៅឆ្នាំ1978សម្ដេចហ៊ុនសែនបានក្លាយជាសមាជិកស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយមានការសហការចូលរួមជាមួយចលនាស្នេហាជាតិនានានិងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាមរណសិរ្សបានសង្គ្រោះប្រទេសនិងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃទី7មករាឆ្នាំ1979ចាប់ពីឆ្នាំ1979ដល់មុនឆ្នាំ1993សម្ដេចតេជោហ៊ុនសែនបានទទួលដឹកនាំមុខតំណែងជាច្រើនក្នុងរដ្ឋបាលកម្ពុជាទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិងក្រោយមករដ្ឋកម្ពុជាជារដ្ឋមន្ត្រីការបរទេសនៅក្នុងឆ្នាំ1979ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ1981ដល់ឆ្នាំ1985និងជានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ1985ដល់ឆ្នាំ1991សម្ដេចតេជោហ៊ុនសែនបានធ្វើឲ្យមាននូវមនុស្សផលគួរឲ្យកត់សម្គាល់ជាច្រើនដែលរៀបរៀងជាមូលដ្ឋានសម្រាប់ធ្វើឲ្យមានសន្តិភាពការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍនៅកម្ពុជាតាមរយៈការរួមចំណែកប្រកបដោយសុចន្ទៈនិងការប្រឹងប្រែងសម្ដេចតេជោហ៊ុនសែនបានសម្ដែងឲ្យឃើញថាជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជាឆ្លងតាមការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនិងការបោះឆ្នោតសកលនៅក្នុងឆ្នាំ1993ចាប់ពីឆ្នាំ1993ដល់ឆ្នាំ1998សម្ដេចតេជោហ៊ុនសែនមានភ័ព្វវាសនាបានបម្រើប្រទេសកម្ពុជាជាបន្តបន្ទាប់ក្នុងឋានៈជាសហនាយករដ្ឋមន្ត្រីនិងក្រោយមកជានាយករដ្ឋមន្ត្រីទី2នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជានៅក្នុងតំណែងនេះជាថ្មីម្ដងទៀតលោកបានបង្ហាញឲ្យឃើញថាជាសកម្មជនដ៏ស្វាហាប់ដែលបានការពារជាដាច់ខាតនៅមនុស្សផលជាតិនិងធ្វើឲ្យសម្រេចតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេលនេះលោកបានយកចិត្តទុកដាក់មិនអាចកែរនាបបានលើការធ្វើឲ្យប្រសើរឡើងនៅផ្លូវជនបទសាលារៀនមន្ទីរសុខភាពនិងទឹកស្អាតខែកក្កដាឆ្នាំ1998ការបោះឆ្នោតជាសកលលើកទី2បានដំណើរការហើយនាំជាជោគជ័យឲ្យគណៈបកប្រជាជនដែលសម្ដេចតេជោហ៊ុនសែនជាអនុប្រធានលោកបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលចម្រុះទី2ដែលមានគណៈបកនយោបាយធំៗចំនួន2ចូលរួមគឺគណៈបកប្រជាជននិងគណៈបកហ៊ុនស៊ិនប៉ិចហើយបានប្រកាសជាឱឡារិកថារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលសេដ្ឋកិច្ចជាមួយនឹងការដឹកនាំរបស់លោកហើយដែលកម្ពុជាបានក្លាយទៅជាសមាជិកទី10នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងបានបញ្ចប់តាមរយៈនយោបាយឈ្នះឈ្នះ
ในការគម្រាមកំហែងរបស់ខ្មែរក្រហមដោយការធ្វើឲ្យឯកភាពទឹកដីកម្ពុជាទាំងមូលតាមរយៈការបោះឆ្នោតជាសកលនៅខែកក្កដាឆ្នាំ2003ក្នុងនាមជាបេក្ខជនរបស់គណៈបកប្រជាជនសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀតសម្ដេចតេជោ ហ៊ុនសែនបានដឹកនាំគណៈបកប្រជាជនកម្ពុជាឲ្យទទួលបានភាពជោគជ័យក្រោយរយៈពេល11ខែនៃការស្រាយវិបត្តិនយោបាយសម្ដេចតេជោ ហ៊ុនសែនបានទទួលជោគជ័យក្នុងការបង្កើតសម្ព័ន្ធភាពជាថ្មីជាមួយគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃទី15ខែកក្កដាឆ្នាំ2004ដោយអនុវត្តធម្មនុញ្ញបន្ថែមដែលអនុញ្ញាតឲ្យដំណើរការនៅការបោះឆ្នោតជាកញ្ចប់សភាជាតិបានសម្រេចជ្រើសតាំងសម្ដេចតេជោ ហ៊ុនសែនជានាយករដ្ឋមន្ត្រីនិងបានផ្ដល់សច្ចានុប័ណ្ណដល់រាជរដ្ឋាភិបាលចម្រុះអាណត្តិទី3រវាងគណៈបកប្រជាជននិងគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃទី16កក្កដាឆ្នាំ2004ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី3សម្ដេចតេជោ ហ៊ុនសែនបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដើម្បីកំណែនការងារសមត្ថភាពនិងប្រសិទ្ធភាពសម្រាប់កម្ពុជាជាការបន្តអនុវត្តនូវយុទ្ធសាស្ត្រត្រីកោណដែលសម្ដេចបានដាក់ចេញពីអាណត្តិមុននៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2005មហាសន្និបាតវិសាមញ្ញតំណាងទូតទាំងប្រទេសរបស់គណៈបកប្រជាជនបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងសម្ដេចតេជោ ហ៊ុនសែនអនុប្រធានគណៈបកប្រជាជនកម្ពុជាជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី4នៃរដ្ឋសភានៅថ្ងៃទី24កញ្ញាឆ្នាំ2008បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី27កក្កដាឆ្នាំ2008ដែលគណៈបកប្រជាជនបានទទួលបាន90អាសនៈក្នុងចំណោម123អាសនៈក្នុងរដ្ឋសភាសម្ដេចតេជោ ហ៊ុនសែនត្រូវបានជ្រើសតាំងដោយរដ្ឋសភានីតិកាលទី4និងចាត់តាំងពីព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជាជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី5ឆ្នាំថ្មីឆ្នាំ2008ដល់ឆ្នាំ2013នៅថ្ងៃទី23កញ្ញាឆ្នាំ2013សម្ដេចតេជោ ហ៊ុនសែនត្រូវបានជ្រើសតាំងដោយរដ្ឋសភានីតិកាលទី5និងបានយល់ព្រមពីព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីជានាយករដ្ឋមន្ត្រីសម្រាប់រយៈពេល5ឆ្នាំទៀតចាប់ពីឆ្នាំ2013ដល់ឆ្នាំ2018ក្នុងការបោះឆ្នោតសកលថ្ងៃទី28កក្កដាឆ្នាំ2013គណៈបកប្រជាជនបានឈ្នះសម្លេងភាគច្រើន68អាសនៈក្នុងរដ្ឋសភាដែលមាន123អាសនៈសមិទ្ធផលការសិក្សាក្រមងារពានរង្វាន់និងមេដាយដោយមើលឃើញពីការប្រឹងប្រែងនិងការរួមចំណែកដ៏ធំធេងប្រកបដោយឆន្ទៈចំពោះបុព្វហេតុបង្រួបបង្រួមជាតិសន្តិភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្ដេចតេជោ ហ៊ុនសែនត្រូវបានព្រះមហាក្សត្រនរោត្តមសីហនុប្រទានគោរមងារជាសម្ដេចសម្ដេចតេជោបានទទួលសញ្ញាបត្រជាច្រើនដែលខ្លះបានពីការសិក្សានិងខ្លះទៀតបានពីបទពិសោធន៍ការងារសម្ដេចតេជោ ហ៊ុនសែនបានទទួលសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជានិងសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយទីក្រុងហាណូយក្នុងឆ្នាំ1991ក្នុងឆ្នាំ1995សម្ដេចតេជោបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូងសម្រាប់ការសិក្សាមុខជំនាញនិងនៅក្នុងឆ្នាំ1996បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ពីមហាវិទ្យាល័យ Wesleyan រដ្ឋ Iowa នៃសហរដ្ឋអាមេរិកនៅថ្ងៃទី2ខែធ្នូឆ្នាំ1996សម្ដេចតេជោ ហ៊ុនសែនត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោកផ្ដល់នូវពានរង្វាន់សន្តិភាពពិភពលោកជាជនទី1នៃអាស៊ីខាងត្បូងដែលទទួលបាននូវមហាកិត្តិយសនេះសម្ដេចត្រូវបានបណ្ឌិតសភាពិភពលោកផ្ដល់នូវគោរមងារ3ទី1សម្បត្តិវប្បធម៌មនុស្សជាតិទី2ឯករដ្ឋទូតគោចរដើម្បីសន្តិភាពទី3សមាជិកសមាជសន្តិភាពពិភពលោកនៅថ្ងៃទី10ខែមេសាឆ្នាំ2001នាទីក្រុងសេអ៊ូលគណៈកម្មាធិការផ្ដល់ពានរង្វាន់នៃសាលាថ្នាក់ក្រោមឧត្តមសិក្សានៃសាកលវិទ្យាល័យដានគូប្រទេសកូរ៉េខាងត្បូងបានសម្រេចផ្ដល់ជូននៅសម្ដេចតេជោ ហ៊ុនសែននៅសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយជាការទទួលស្គាល់នៅការរួមចំណែកធ្វើឲ្យប្រសើរឡើងនៅសន្តិភាពនិងស្ថិរភាពនៅកម្ពុជាការធ្វើឲ្យប្រសើរឡើងវិញនៅក្នុងទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េព្រមទាំងការប្រឹងប្រែងរបស់សម្ដេចដើម្បីឲ្យមានសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងកើតនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2001សម្ដេចតេជោ ហ៊ុនសែនត្រូវបានប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យរ៉ាមកំហែងនៃប្រជាណាចក្រថៃនៅថ្ងៃទី22ខែធ្នូឆ្នាំ2001ស្រីនជីនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិបានបំពាក់ជូនសម្ដេចតេជោ ហ៊ុនសែននៅមេដាយការលើកកម្ពស់ពិភពលោកដោយបេះដូងមានតែមួយដើម្បីជាការទទួលស្គាល់នៅសមិទ្ធផលលើគ្រប់វិស័យដែលសម្ដេចហ៊ុនសែនសម្រេចបានជាគុណប្រយោជន៍ដល់ប្រជាជននិងប្រទេសកម្ពុជាស្រីនជីនម៉យបានរៀបរាប់ពីសម្ដេចតេជោ ហ៊ុនសែនថាជាឧបករណ៍ដ៏ឧត្តមឧត្តមបំផុតដែលត្រូវបានព្រះពុទ្ធអង្គជ្រើសរើសបញ្ជូនមកឲ្យជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់ផ្ដល់ឲ្យពួកគេនូវការសិក្សាចំណីអាហារនិងជំរក
ឲ្យកសាងសម្រាប់ពួកគេនៅសាលារៀនមន្ទីរពេទ្យនិងប្រឡាយទឹកហើយនាំកម្ពុជាចូលទៅជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ថ្ងៃទី6 ខែសីហាឆ្នាំ2002សម្ដេចនាយកហ៊ុនសែនត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ីផ្ដល់ជូននៅឋានៈជាសមាជិកពេញសិទ្ធិរបស់បណ្ឌិតសភានិងបានបំពាក់ជូននៅមេដាយការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្ដេចក្នុងការធ្វើឲ្យកម្ពុជាមានសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅថ្ងៃទី4 កញ្ញាឆ្នាំ2002គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ានបានសម្រេចផ្ដល់ជូនសម្ដេចតេជោហ៊ុនសែននៅក្រុមងារថ្នាក់ខ្ពស់បំផុតនិងជាលើកដំបូងរបស់ខ្លួនគឺវិស្វករកិត្តិយសដ៏ឧត្តមឧត្តមដើម្បីជាការទទួលស្គាល់នៅមន្តសិការជាតិនិងសមត្ថភាពជាអ្នកដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងការស្ដារនិងការអភិវឌ្ឍលើគ្រប់វិស័យនៃសង្គមជាតិនិងបើកលទ្ធភាពឲ្យបញ្ញវន្តវិស្វកម្មជាតិបានចូលរួមក្នុងចលនាកសាងនិងអភិវឌ្ឍជាតិនៅថ្ងៃទី10 មេសាឆ្នាំ2004អភិបាលនិងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអៃរីសនៃសហភាពអឺរ៉ុបបានផ្ដល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយជូនសម្ដេចហ៊ុនសែនដើម្បីជាការទទួលស្គាល់ការរួមចំណែកនិងសមិទ្ធផលជាច្រើនសាកលវិទ្យាល័យអន្តរជាតិអៃរីសនៅបានផ្ដល់ជាកិត្តិយសជូនសម្ដេចនៅមេដាយ Excellency 2004នៅថ្ងៃទី8 កក្កដាឆ្នាំ2004ដោយទទួលស្គាល់នូវការរួមចំណែកនិងសមិទ្ធផលសម្រាប់ក្នុងការការពារការកសាងនិងការអភិវឌ្ឍកម្ពុជារួមដោយភាពជាអ្នកដឹកនាំដែលបង្ហាញថាមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រនយោបាយជាលឿនការកែតម្រង់លើគ្រប់វិស័យពិសេសវិស័យអប់រំក្នុងកម្រិតឧត្តមសិក្សានិងការថែរក្សាការផ្សព្វផ្សាយជាតិស្ថិរភាពនិងសមាហរណកម្មតំបន់សាកលវិទ្យាល័យកម្ពុជាបានសម្រេចផ្ដល់ជូនសម្ដេចតេជោហ៊ុនសែននៅសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយនៅថ្ងៃទី15 កញ្ញាឆ្នាំ2004សម្ដេចតេជោហ៊ុនសែនត្រូវបានទទួលស្គាល់ជាសមាជិកសមាគមមេធាវីកម្ពុជានៅថ្ងៃទី6 កញ្ញាឆ្នាំ2005ជាថ្មីម្ដងទៀតជាមួយនឹងការកោតសរសើរចំពោះការប្រឹងប្រែងមិនចេះនឿយហត់ដើម្បីវឌ្ឍនភាពរបស់កម្ពុជានិងប្រជាជាតិអាស៊ានទាំងមូលសេរីស៊ីនមួយ Center International បានប្រគល់ជូនសម្ដេចតេជោហ៊ុនសែននៅពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ខ្លួនគឺពានរង្វាន់ Yuden នៅថ្ងៃទី21 ខែមីនាឆ្នាំ2006ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េសាកលវិទ្យាល័យស៊ូឆុនហេយ៉ាន់នាទីក្រុងសេអ៊ូលបានធ្វើការប្រគល់ជូនសម្ដេចតេជោនៅសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយដើម្បីគូបញ្ជាក់ពីការដឹកនាំការកសាងប្រទេសឡើងវិញនិងការបូជាអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីសន្តិភាពនិងវិបុលភាពសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ពិសេសចំពោះការយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងមិត្តភាពជាមួយសាធារណរដ្ឋកូរ៉េនៅថ្ងៃទី28 ខែមិថុនាឆ្នាំ2006ដោយយល់និងគោរពចំពោះការរួមចំណែកដ៏សំខាន់ជាច្រើននៅក្នុងវិស័យអប់រំនិងការបដិញ្ញាប្រកបដោយទំនុកចិត្តធ្វើឲ្យមានសុខុមាលភាពជាក់ស្ដែងជូនប្រជាជនកម្ពុជានិងការធ្វើឲ្យមានទំនាក់ទំនងកម្ពុជានិងថៃមានភាពល្អប្រសើរឡើងក្រុមប្រឹក្សានៃសាកលវិទ្យាល័យរាជพัฒន៍បានសម្ដេចចៅប្រយ៉ាបានសម្រេចជាឯកច្ឆន្ទប្រគល់ជូនសម្ដេចតេជោហ៊ុនសែននៅសញ្ញាបត្រកិត្តិយសផ្នែកអប់រំសម្រាប់ការអភិវឌ្ឍមូលដ្ឋានជាការទទួលស្គាល់នូវតួនាទីរបស់សម្ដេចក្នុងការអភិវឌ្ឍប្រទេសតាមរយៈការអប់រំនិងរួមចំណែកពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជានិងថៃថ្ងៃទី29 ខែមករាឆ្នាំ2007យោងទៅលើការរួមចំណែកដ៏មានតម្លៃចំពោះការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជាដែលធ្វើឲ្យមានការអភិវឌ្ឍយ៉ាងលឿនលើច្រើនវិស័យក្រសួងអប់រំនិងបណ្ដុះបណ្ដាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរួមដោយសាកលវិទ្យាល័យជាតិក្រុងហាណូយបានប្រគល់ជូនសម្ដេចតេជោហ៊ុនសែននៅសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំថ្ងៃទី27 ខែកក្កដាឆ្នាំ2007សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជកម្មដែលហៅកាត់ថា ACCD នៅទីក្រុងឡុងប្រទេសអង់គ្លេសជាស្ថាប័នជំនាញអន្តរជាតិដំបូងគេនៃការទូតដែលមានវិញ្ញាបនបត្រសម្រាប់ទទួលសម្ដេចតេជោហ៊ុនសែនឲ្យមានឋានន្តរស័ក្តិអភ័យឯកសិទ្ធិកិត្តិយសនិងឋានៈជា Chartered Diplomat ដែលមានសិទ្ធិជារៀងរហូតបន្ថែមនៅពីក្រោយឈ្មោះជាអក្សរ CDIPL ជាការឆ្លើយតបទៅនឹងជោគជ័យនិងការសម្រេចបានតាមតម្រូវការរបស់ ACCD ប្រកបដោយសុចរិតភាពការបដិញ្ញានិងសមិទ្ធផលលេចធ្លោក្នុងវិស័យការទូតនិងការកសាងសន្តិភាពថ្ងៃទី21 កញ្ញាឆ្នាំ2007ជាថ្មីម្ដងទៀតសមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជកម្មបានផ្ដល់ជូននៅសម្ដេចតេជោហ៊ុនសែននៅងារកិត្តិយសជាអ្នកគ្រប់គ្រងវិជ្ជាជីវៈការទូតពាណិជ្ជកម្មនៅថ្ងៃទី12 ខែតុលាឆ្នាំ2007ព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីបានប្រោសព្រះរាជទានគោរពមងារសម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនដោយទ្រង់យល់សម្ដេចតេជោហ៊ុនសែនជាមគ្គុទ្ទេសក៍ដ៏ល្អឆ្នើមជាទីគោរពរបស់ប្រជារាស្ត្រដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាឆ្នាំ1993កសាងបាននូវសន្តិភាពជាតិស្ថិរភាពជាតិ
ឯកភាពជាតិសេដ្ឋកិច្ចជាតិការអភិវឌ្ឍជាតិគ្រប់វិស័យការពារលទ្ធិប្រជាធិបតេយ្យនិងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អព្រមទាំងរក្សានិងការពារបាននូវឯករាជ្យជាតិនិងបូរណភាពទឹកដីតាមទស្សនវិស័យសង្គមរាស្ត្រនិយមដឹកនាំកសាងនិងគោរពព្រះពុទ្ធសាសនានិងសាសនាផ្សេងៗទៀតឲ្យមានការរីកចម្រើនព្រមទាំងមានស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្កការពារយុត្តិធម៌ដើម្បីនិរន្តរភាពរាជានិយមនៃប្រជាណាចក្រកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ2008សម្ដេចតេជោហ៊ុនសែនត្រូវបានអង្គការសភាអន្តរជាតិដើម្បីសុវត្ថិភាពនិងសន្តិភាពប្រគល់ក្រុមងារជាមួយព្រឹទ្ធសមាជិកមួយជីវិតនិង2ឯកអគ្គរដ្ឋទូតដ៏ឆ្នើមនៃក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈប្រធានអង្គការដែលហៅកាត់ថា IPSP និងក្រុមងារសាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការទូតនិងអន្តរជាតិប្រគល់ជូនដោយសាកលវិទ្យាល័យ Empresarial នៃប្រទេស Costa Rica ជាការគោរពចំពោះទេពកោសល្យនិងសមត្ថភាពតេជោហ៊ុនសែនដែលបានឈរយ៉ាងអង្អាចក្នុងសតវត្សទី20សង្គ្រោះជីវិតមនុស្សរាប់លាននាក់ប្រមូលកម្លាំងសប្បុរសធម៌និងផ្ទាល់ខ្លួនរំដោះប្រជាជនពីទុក្ខវេទនានិងកំពុងថែរក្សាភាពចម្រុងចម្រើនសេរីភាពនិងសុភមង្គលដោយផ្ដល់ជូនប្រជាជនកម្ពុជាជាថ្មីនៅអនាគតវប្បធម៌និងលទ្ធិប្រជាធិបតេយ្យតាមរយៈទិវាជ័យជំនះ7មករានៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2008នៅទីក្រុងវីងចាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រធានាធិបតីឈុនម៉ាលីសាយ៉ាសុនបំពាក់គ្រឿងអេសយ៉ាជួសសមាជិកឡាវជូនសម្ដេចតេជោហ៊ុនសែនដោយការទទួលស្គាល់ការប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងបង្កើតឲ្យមានលក្ខខណ្ឌល្អក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌រវាងឡាវនិងកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ2009នៅភ្នំពេញដោយទទួលស្គាល់និងវិតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លាចំពោះការធ្វើឲ្យប្រសើរឡើងនៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសាធារណរដ្ឋកូរ៉េនិងប្រជាណាចក្រកម្ពុជាគណៈកម្មាធិការសាលាឧត្តមសិក្សានៃសាកលវិទ្យាល័យវង្សុបានសម្រេចប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែននៅសញ្ញាបត្រកិត្តិយសផ្នែកសេដ្ឋកិច្ចនៅថ្ងៃទី3ខែមិថុនាឆ្នាំ2009នាទីក្រុងសេអ៊ូលគណៈកម្មាធិការសាលាឧត្តមសិក្សានៃសាកលវិទ្យាល័យកូរ៉េបានសម្រេចប្រគល់ជូនសម្ដេចតេជោហ៊ុនសែនដែលបានបម្រើមនុស្សជាតិយ៉ាងធំធេងជារដ្ឋបុរសនិងជាអ្នកនយោបាយនៅសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយយោងទៅលើតួនាទីដ៏សំខាន់ក្នុងចលនារំដោះកម្ពុជាការសម្រុះសម្រួលជាតិនិងសន្តិភាពការរួមវិភាគទានដ៏ធំធេងដោយមានការអភិវឌ្ឍនយោបាយការទូតនិងសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការពួនប្រជុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងកូរ៉េនៅថ្ងៃទី21ខែធ្នូឆ្នាំ2009ព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីបានត្រាស់បង្គាប់ដំឡើងទរណស័ក្តិថ្នាក់ឧត្តមសេនីយ៍ផុតលេខផ្កាយមាស5នៃកងយុទ្ធពលខេមរៈភូមិន្ទជូនសម្ដេចតេជោហ៊ុនសែនដោយទ្រង់យល់ថាសម្ដេចតេជោហ៊ុនសែនគឺជាមគ្គុទ្ទេសក៍ដ៏ល្អឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជាជនរាស្ត្រដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាឆ្នាំ1993កសាងបាននូវសន្តិភាពជាតិស្ថិរភាពជាតិឯកភាពជាតិសេដ្ឋកិច្ចជាតិការអភិវឌ្ឍជាតិគ្រប់វិស័យការពារលទ្ធិប្រជាធិបតេយ្យនិងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អព្រមទាំងរក្សានិងការពារបាននូវឯករាជ្យជាតិនិងបូរណភាពទឹកដីតាមទស្សនវិស័យសង្គមរាស្ត្រនិយមដឹកនាំកសាងនិងគោរពព្រះពុទ្ធសាសនានិងសាសនាផ្សេងៗឲ្យមានការរីកចម្រើនព្រមទាំងមានស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្កការពារយុត្តិធម៌ដើម្បីនិរន្តរភាពរាជានិយមនៃប្រជាណាចក្រកម្ពុជាថ្ងៃទី3មេសាឆ្នាំ2010ដោយទទួលស្គាល់សមិទ្ធផលជាក់ស្ដែងទាំងឡាយក្នុងការអនុវត្តនយោបាយរំដោះជាតិការពារជាតិបង្រួបបង្រួមជាតិនាំមកនូវសន្តិភាពពិតប្រាកដជូនជាតិនិងគុណសម្បត្តិដ៏ប្រសើរថ្លៃថ្លាក្នុងការផ្ដល់ឲ្យប្រទេសនិងប្រជាជនកម្ពុជានូវគុណប្រយោជន៍ដ៏ធំធេងក្នុងវិស័យការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានប្រទានដល់សម្ដេចតេជោហ៊ុនសែនជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជាមានក្រុមងារជាបណ្ឌិតសភាចារនៅថ្ងៃទី1ខែមេសាឆ្នាំ2011ព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីនៃព្រះរាជាណាចក្រកម្ពុជាប្រទានការតែងតាំងសម្ដេចតេជោហ៊ុនសែនជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារនៃរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃទី9ខែកញ្ញាឆ្នាំ2015ដោយទទួលស្គាល់និងវិតម្លៃជាអ្នកដឹកនាំប្រកបដោយកតេបណ្ឌិតអ្នកបង្រួបបង្រួមសន្តិភាពនិងអ្នកដឹកនាំកសាងប្រទេសតែមួយគត់លើលោកមានស្មារតីលះបង់និងសម្រេចបាននូវជោគជ័យដ៏មហិមាក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជាថ្នាក់ដឹកនាំជាន់ខ្ពស់និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យលីមកុកពីងបានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសភាពជាអ្នកដឹកនាំឆ្នើមជូនសម្ដេចតេជោហ៊ុនសែននៅថ្ងៃទី15ខែតុលាឆ្នាំ2015អមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនសម្ដេចតេជោហ៊ុនសែនត្រូវបានសាកលវិទ្យាល័យខ្វាងស៊ីសម្រាប់ប្រជាជាតិប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រជាការទទួលស្គាល់ចំពោះសមត្ថភាពលេចធ្លោក្នុងការដឹកនាំការធ្វើឲ្យឯកភាពប្រទេស
និងពូនជុំទំនាក់ទំនងរឹងមាំរវាងចិននិងកម្ពុជា